ណាដែលថាកូននៅហើយមានក្តីសុខកូនសុំតែជីវិតកូនគាត់យកឲ្យងំម៉ាក់ខ្ញុំគាត់សុខចិត្តរាំងកាលមុនដែលថាខ្ញុំបែកបាក់មួយប្តីខ្ញុំហ្នឹងបងប្អូនខ្ញុំនៅតូចទេគាត់លក្ខណៈថាគាត់អត់ទាន់មានការងារមួយដែលថាមានចំណូលគាត់គង់គ្រួសារបានអញ្ចឹងខ្ញុំក៏តស៊ូមានអ្នកចិត្តអូខេមីម៉ាយទាំងម្ដាយទាំងកូនអត់អីទេខ្ញុំក៏តស៊ូដើម្បីកូនហើយនឹងម្ដាយហើយមីម៉ាយដំបូងគឺរងសម្ពាធណាពីមនុស្សជុំវិញខ្លួនគេប្រាប់ថាមកពីចរិតខ្ញុំមិនកើតដោយដល់បងប្អូនបានដឹងអញ្ចឹងខ្ញុំជាមនុស្សអ្នកតែងខ្លួនសិចស៊ីអញ្ចឹងហើយនៅពេលដែលខ្ញុំមីម៉ាយហើយពាក្យនេះខ្ញុំមិនដែរនិយាយពីមុនមកគេថាខ្ញុំផិតប្តីខ្ញុំហ៊ាននិយាយថងគេថាមិននឹងមីម៉ាយដោយសារតែវាផិតប្តីព្រោះអីវាតែងខ្លួនសិចស៊ីវាលះព្រោះគ្រួសារខ្ញុំមុនគាត់សុភាពទេចឹងហើយខ្ញុំទទួលពាក្យរិះគន់នៅខ្លាំងមែនតើហើយអារិះគន់ហើយយើងអត់បានបកស្រាយយើងចេះតែទ្រាំទទួលយកទាំងអារឿងនឹងអត់ពិតហ្នឹងក៏យើងនៅតែទទួលយកទៅយើងអត់មានគិតថាអាហ្នឹងវាដូចជាធ្វើបាបខ្លួនឯងអាគេលៀបពណ៌ខ្លួនឯងទាំងអត់ពិតហ្នឹងក៏យើងនៅតែទ្រាំបានគេអត់ជឿយើងទេអត់មានណាជឿយើងក្រៅពីគ្រួសារព្រោះអីមនុស្សគេមើលសម្បកក្រៅយើងគឺស្រីសុចស៊ីលះអញ្ចឹងហើយគេអត់ជឿក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះខ្ញុំមីម៉ាយចូល4ឆ្នាំហើយខ្ញុំឃើញថាមានបងប្អូនមានមនុស្សជុំវិញខ្លួនខ្ញុំជាច្រើនមែនតើដែលថាកោតសរសើរខ្ញុំថាខ្ញុំដើរមកដល់ចំណុចនេះហ្នឹងហើយចឹងហើយអ្វីដែលធ្វើឲ្យខ្ញុំតស៊ូរឹងមាំដល់ចំណុចនេះខ្ញុំអាចនិយាយបានថាកូនហើយនឹងម្ដាយហើយបើថាម៉ាក់បានឃើញវីដេអូនេះហើយខ្ញុំសុំតោម៉ែខ្ញុំមានកូនស្រីតែម្នាក់តែខ្ញុំអត់អាចបំពេញកាតព្វកិច្ចជាកូនល្អដល់កូនបានម៉ែខ្ញុំគាត់ទទួលបន្ទុកដែលថាសម្ពាធមែនតើខ្ញុំលែងលះគ្នាខ្ញុំសុំថាគាត់ចង់ឲ្យបែកបាក់គ្នាព្រោះអីគាត់បែកបាក់គ្នាហើយក៏ប៉ុន្តែខ្ញុំប្រាប់ម៉ាក់កូនសុំតែជីវិតទេកន្លែងណាដែលថាកូននៅហើយមានក្តីសុខកូនសុំតែជីវិតកូនគាត់យកឲ្យងំម៉ាក់ខ្ញុំគាត់សុខចិត្តរាំងថ្មបាក់អីទាំងអស់ហើយសក់ថ្ងៃគាត់ចំកូនប្រុសឲ្យខ្ញុំទៀតហើយខ្ញុំគិតថាជីវិតខ្ញុំបើសិនជាអត់មានម៉ាក់ខ្ញុំដើរអត់ដល់ចំណុចនេះទេចាម៉ាក់ខ្ញុំគាត់បានគិតសិនបើអ្នកគ្រូគិតថាខ្ញុំមីម៉ាយអាយុក្មេងចេះបើសិនជាអត់មានម៉ាក់ខ្ញុំចាំកូនខ្ញុំអង្អីខ្ញុំអត់ដល់ចំណុចហ្នឹងព្រោះអីខ្ញុំចាំកូនខ្ញុំបានតែ2ឆ្នាំទេកូនខ្ញុំមកលើអាយុ14អញ្ចឹងហើយ10ជាងឆ្នាំនៅម៉ាក់ខ្ញុំនៅថែអស់ហើយចាបើសិនជាខ្ញុំចង់មានបានជាងនេះខ្ញុំចង់ឲ្យម៉ាក់ខ្ញុំសុបាយខ្ញុំមិនចង់ឲ្យគាត់ពិបាកព្រោះឲ្យមនុស្សគាត់កំសត់ទេហើយខ្ញុំអាចនិយាយបានថាជីវិតខ្ញុំមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ខ្លាំងជាងគេបំផុតទី1កូនគាត់មកម្ដាយចាហ្នឹងហើយឲ្យលីនឯងចូលនិយាយ3ចំណុចថាហេតុអីបានព្រមមកប្រមូលផលិតផលរបស់ខ្មែររបស់អ្នកគ្រូសៀប៉ៅនេះទី1អីសម្រាប់ខ្ញុំគឺខ្ញុំចង់គ្រប់គ្រងជាមួយផលិតផលខ្មែរដែលធ្វើឡើងពីស្នាដៃកូនខ្មែរ 100% ហើយជាផលិតផលដែលគេតែងតែប្រើជាប្រចាំមិនថាចាស់មិនថាក្មេងគឺត្រូវតែប្រើការលើខ្លួនទៅអ្នកដែលគាត់អត់ស្រួលខ្លួននេះវិលមុខឈឺក្បាលត្រូវកុសខ្យល់អីហ្នឹងពួកខ្មែរយើងពីដើមឡើយគឺគេកុសខ្យល់ដើម្បីវាស្រួលខ្លួនឲ្យវាគេថាកុំឲ្យឈឺចុកចាប់ពេញក្នុងខ្លួនរាងកាយអញ្ចឹងណាចាទី2ដោយសារតែស្រឡាញ់ចាស្រឡាញ់ដោយសារខ្ញុំផ្ទាល់ខ្លួនហ្មងគឺខ្ញុំមានអាការៈថាខ្លួនឯងវាអត់សូវស្រួលខ្លួនរហូតយើងធ្វើការអស់កម្លាំងយើងនឿយហត់យើងអីចឹងទៅបានពេញកន្លះយោងថាយើងមិនទាន់បានទិញថ្នាំលេបបានហត់ទឹកក៏វាធូរស្រាដែរធូរស្រាហ្នឹងធូរស្រាគឺយ៉ាងណាហ្នឹងឯងចាហើយចុះទី3ផ្ដាំផ្ញើអីទៅកាន់ fan បងប្អូនអូខេដោយសារពេញកន្លះគឺជារូបមន្តមួយដែលល្អខ្លាំងមែនតើវាមានផលប៉ះពាល់ដល់សុខភាពទេចាវាជាផលិតផលធម្មជាតិមិនថាចាស់មិនថាក្មេងគឺប្រើបានទូទៅកូនងាទៅតកើតភ្លាមណាបាននេះចាប្រើបានភ្លាមដោយសារតែពេញកន្លះរបស់យើងគឺយើងមានដល់ទៅ3ប្រភេទចាឥឡូវនេះណាមាន3ប្រភេទហើយរូបរាងក៏ស្អាតដែរហើយសម្រាប់កូនងាទៅបង្កើតនេះប្រើជាមួយពណ៌ផ្ទៃមេឃចាល្អខ្លាំងហើយក្លិនវាក៏វាប្រហើរធ្វើឲ្យខ្លួនមេឃគាត់ស្រួលដកដង្ហើមស្រួលដល់ខ្យល់អីស្រួលខ្លាំងកូនរត់យំចាសម្រាប់កូនងាដែលគាត់ខូចគាត់ជួយចិត្តយំណាចាដោយសារអត់ស្រួលខ្លួនចាអត់ស្រួលខ្លួនអញ្ចឹងគឺអាចប្រើជាមួយភ្លេងកន្លះពណ៌ផ្ទៃមេឃបានចាភ្លេងកន្លះធូរស្រាលយើងហ្នឹងហើយពីនេះគឺក៏អត់ខុសគ្នាហ្មងដែរបងប្អូនទាំងអស់គ្នាគាត់ថាខ្សែវាទូចធំតិចតែបើនិយាយពីតម្លៃវិញក៏ប្រឆិតគ្នាតិចដែរចាហើយគុណភាពគឺល្អដូចគ្នាអត់មានមួយណាលើសមួយណាទេ
ចឹងណាចាហើយបើសិនជាបងប្អូនចង់គ្រប់គ្រងជាមួយផលិតផលស្នាដៃកូនខ្មែរប្រែនកូនខ្មែរសតចាម្ចាស់ប្រែនេះផ្ទាល់កុំភ្លេចជាមួយពេញកាឡាធូស្រាលចាប្រើទៅអែមខ្លាំងមែនតើទាំងអស់គ្នាល្អខ្លាំង